ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមានវីដេអូក្បាលដំបូងក៏ដឹងដែរចាគឺថាមានការទៅរកចំការសាម៉ៅជាខ្លាំងណាស់ចានិយាយទៅនឹងគឺថាអត់មានស្គាល់ទេថានៅណាមើលតែតាមនេះមិញគាត់ហៅចឹងទៅក៏ទៅតាមគាត់ទៅហើយដល់ពេលជាក់ស្ដែងបងប្អូនទៅមើលទៅមុខបានដឹងថាវាយ៉ាងណាណាចាឥឡូវគឺថាធ្វើដំណើរហ្នឹងគឺថាទៅផ្សារកទួតបងប្អូនព្រោះផ្លូវហ្នឹងគឺនៅផ្លូវទៅផ្សារកទួតចឹងណាចាតែនេះតាមផ្លូវទៅនឹងឯងហើយគឺថានៅចិត្តដែរទេតែខ្ញុំពីផ្សារកទួតហ្នឹងឥឡូវគឺថាយើងមកដល់ហើយឡើងផ្សារនឹងឯងវងមូលដំរីបងប្អូនចាគឺថាទៅនឹងនិយាយទៅព្រាវហ្មងចាតលឺពីគេពីឯងមកក៏មិញឲ្យគាត់ពពួរទៅឲ្យគាត់ដែរទៅដែរចឹងហើយក៏ទៅតាមគាត់ដែរទៅឮតែថាចំការផ្លែឈើចំការសាវម៉ាវអីនេះគឺថាបានដៃឯចានឹងឯងគឺផ្សារកទួតយើងហ្នឹងបងប្អូនផ្លូវបែកទៅខាងស្ដាំដៃនោះគឺទៅក្នុងផ្សារហើយខ្ញុំទៅត្រង់ហ្នឹងគឺថាបើអ្នកនៅនេះគឺទៅផ្លូវទៅត្រង់ហ្នឹងគឺយើងធ្លាក់ដល់ការីរំហ្មងបងប្អូនចាផ្លូវត្រង់ហើយគឺថាបន្តដំណើរទៅទៀតទៅគឺថាពេលតែគេប្រាប់ហ្នឹងគឺថាហួសវងមូលកទួតហ្នឹងទៅត្រង់ហើយហួសស្ពានចាហួសស្ពានហើយនេះគឺថាមានការច្រឡំផ្លូវអញ្ចឹងហើយក៏បកមកក្រោយចូលផ្លូវខាងដីហុយនេះវិញចាផ្លូវជិះមកត្រង់មកយើងឆ្លងស្ពានវែងមួយហ្នឹងមកដល់មុខមានផ្លូវបត់ឆ្វេងមួយគឺថានៅទល់មុខវត្តសាលបងប្អូនគឺថាបើបងប្អូនចង់ទៅអីអាចទៅតាមផ្លូវហ្នឹងបានចាអញ្ចឹងជិះចូលទៅត្រង់រហូតទៅគឺថាយើងនឹងឃើញមានភូមិគេមិនតិចអីនៅចូលពីក្នុងហ្នឹងគឺចូលទៅអត់មានភូមិទេបងប្អូននេះគឺថាយើងចូលមកដល់ហើយយើងមកដល់ភូមិលេងហ្នឹងគឺថាមានដើមជាទៀលធំមួយហើយមានផ្ទះទូចកាហ្នឹងគឺថាផ្ទះហ្នឹងហើយបងប្អូនចូលមកគឺជាការគាត់ថ្ងៃនេះខ្ញុំជីក្នុងចកាគាត់ណាគឺទៅដាំដំណាំគ្រប់មុខហ្មងស្អីក៏មានដែរចាមិនដឹងថារៀបរាប់កុំអស់ដែរវាច្រើនពេកចឹងណាជិះតាមផ្លូវគឺថាមានចេកដូងឡាស្វាយលហុងអីគ្រប់ម៉ាក់គ្រប់ម៉ូតចាឥឡូវនេះគេថាមកដល់ហើយនេះកូនតេកកូនតូចអីមកអស់ហើយចាគឺថាបានដៃគេចង់មកគេដែរអូកូនអ្នកចំការមកគេរៀបចំខ្លួនគេចាមើលថាឆ្លេឆ្លាពេករត់កាប់ពុកមួយហើយនេះថាដើមចេកនេះដុះល្អហ្មងបងប្អូនទឹកចេកពងមាន់ហើយសំខាន់ចការនឹងមានតរៀនទៀតបងប្អូនហើយគឺថាខ្ញុំអត់មានដឹងទេថាចការនឹងមានតរៀនបើសិនថាមានក៏អត់ទៅដែរពួកអីមនុស្សស្អប់តរៀនចង់ងាប់ហើយនេះគាត់តែឃើញឮឈ្មោះអីហ្នឹងក៏ពិបាកដែរយីមែនហើយនេះគឺថាពេលហ្នឹងមិញគាត់ប្រាប់ថាមកចការសាវម៉ាវទេអញ្ចឹងហើយឮថាចការសាវម៉ាវតប់មិនបានទេគឺថាមកតាមគាត់ដែរចាក់ស្ដែងមានណាសាវម៉ាវគេឡើងផុតដល់ទៅឯហ្នឹងចាពួកអីបេះគេបេះឡើងចុងខែហើយមកដល់មិញហ្នឹងឃើញដើមទូចមួយហ្នឹងគឺថាផ្លែដែរអញ្ចឹងណាចានិយាយទៅផ្លែនេះគឺផ្លែចុងដៃរបៀបថាវាផ្លែអស់ហើយវានៅតែអាចក្រោយគេអញ្ចឹងទៅវាអត់ល្អទេបងប្អូនក្រៀកផ្ដៀបអញ្ចឹងណាមានតែសាច់តែគ្រាន់ថាវាអាសាច់ហ្នឹងគឺសាច់ក្ដៀបអត់ល្អអញ្ចឹងព្រោះអីអត់មានគ្រាប់ទេហើយមួយគេថាចូលឆ្លេឆ្លាបងអើយសត្វទឹកព្រៃបងប្អូនចាគឺថាទៅវាយក្មួយខ្ញុំនេះគឺថារត់ដាក់តែម្ដងដួលមិនខ្វល់តាសំខាន់ឲ្យដល់ដើមហើយនេះគេថាម៉ាក់គេបេះឲ្យគេបោះឲ្យផងយីទៅមួយគាត់ឃើញហើយដែលថាអត់ដែលស្គាល់អញ្ចឹងណាអត់ដែលបានឃើញចការគេអញ្ចឹងបងប្អូនទៅពេលទៅដល់ថាឆ្លេឆ្លាពេញហ្នឹងនេះបើសិនតែផ្លែច្រើនទៀតមិនដឹងមិនទេបងប្អូនហើយតែនេះនៅសល់គេបេះសល់មួយហ្នឹងចាហើយសំខាន់គឺថាសិតតែអត់ក្របទៀតមានតែសាច់និយាយថាពីរសជាតិវិញឆ្ងាញ់កប់បងប្អូនផ្អែមតតែមែនណានិយាយទៅអាចសបកខៀវមួយចាក៏ផ្អែមដែរអត់មានរសជាតិជូរទេហើយខ្ញុំចូលនេះគឺថាហូបចង់អស់100គ្រាប់ណាបងប្អូនយីមែនចានិយាយទៅហែកដាក់តែម្ដងព្រោះអីម្ចាស់គេឲ្យយើងដើរបេះសេរីអញ្ចឹងណាឲ្យឡើងក្បានអីក្បានដែរអញ្ចឹងហើយបានដៃខ្ញុំនេះហើយចាបងប្អូនបេះមកម្ដាយគេថាអង្គុយញាត់តែម្ដងនេះបងប្អូននិយាយទៅផ្លែវាមើលពីក្រៅអញ្ចឹងទេរៀងល្អដែរអញ្ចឹងណាចាអាខ្លះមានគ្រាប់អាខ្លះអត់គ្រាប់គាត់ថាភាគច្រើនអត់គ្រាប់ទេពួកឯគេបេះហ្នឹងបេះលើកខ្ញុំទៅហ្នឹងលើកទី3ហើយគេថាផ្លែវាថាគេបេះលើកទី3អញ្ចឹងណាអញ្ចឹងទៅបានវាអត់ល្អបើសិនជាដើមខែវិញមិនដឹងថាល្អប៉ុណ្ណាទេបើសិនជាឆ្នាំក្រោយអីប្រហែលជាតុងខែ5ដើមខែ5អីហ្នឹង
គឺពេញល្អហើយគាត់ថាឆ្នាំក្រោយបើមកទេចាំខែ5អីហ្នឹងមកពួកអីវាត្រូវរដូវសៅម៉ៅហ្នឹងហើយនៅហ្នឹងអញ្ចឹងណាចាចឹងហើយនេះអូនេះមកដល់ថាបេះនឹងក្រមមិនអស់ចិត្តនាំគ្នាឡើងទៀតចាទៅដើមគ្នាឡើងពេញហ្នឹងតែឡើងទៅអីមានបេះណាដល់បងប្អូនព្រោះអីដោយសារថាផ្លែវានៅតែចុងមែកទុយឲ្យគាត់ទុយចេះឡើងទៅបានតែធំដើមនឹងឯងហើយដើមនឹងវាខ្ទាបចឹងទៅវាស្រួលឡើងចឹងណាចាមើលទៅជាក់ស្ដែងក៏ដឹងហើយចានេះជ្រើមួយតែនិយាយថាពីមូសខំឡើងរោមដូចឃ្មុំចឹងឡើងទៅនេះគ្មានបានបេះស្អីទេចានៅចុះមកក្រំទីឲ្យគេបេះឲ្យតារ៉ែទាំងហើយនិយាយទៅដើមវាខ្ទាបដែរទេដើមនេះគាត់ដាំ6ឆ្នាំហើយដើមហ្នឹងចាចឹង6ឆ្នាំហ្នឹងគាត់បេះបាន2-3សាចឹងណា2-3ឆ្នាំហើយចឹងទៅបើសិនជាដាំបែខ្ទង់3-4ឆ្នាំហ្នឹងវាបានផលចឹងចាហើយនេះគឺថាឲ្យម៉ាក់គេបអត់បានទេយកថាយកមកនេះយកមកឲ្យនេះគេបងខ្ទេចឆ្នាំគេបងប្អូនអានេះដើមរៀងទូចតែបាជាឆ្នាំទី3អីហ្នឹងតែវាផ្លែអញ្ចឹងណាបងប្អូនតែផ្លែវាល្អមែនតែនមើលឲ្យឡើងទៅលុកអាដើមហ្នឹងវាដើមទូចអញ្ចឹងទៅអត់តែមានផ្លែទេមានតែ2-3ហ្នឹងខ្ញុំក៏មកលួចបេះមុនគេហ្មងទៅចាពួកអីបេះអាដើមធំនោះវាអត់មានល្អអញ្ចឹងទៅគឺមករកអាដើមទូចហ្នឹងវាផ្លែល្អជាងផ្លែគេលឿងល្អហ្មងនឹងបងប្អូននិយាយទៅថាបេះដាក់មួកដាក់អីនេះហើយគឺថាអង្គុយហូបយកតែម្ដងដោយសារហ្នឹងគេចូលទៅគេយកតែម្នាក់5000ឯងហើយ5000ហ្នឹងហូបមកសេរីហូបមិនហូបទៅចឹងហើយគឺថាខ្ញុំនេះកុំអោយខាត5000គឺថាដាក់យកតែម្ដងចឹងហូបអស់ចិត្ត100គ្រាប់មែនណានិយាយមែនចាដំបូងថាហូបអស់100គ្រាប់តែដល់ពេលហូបយូរទៅដោយសារតែផ្អែមពេកហើយផ្អែមពេកទៅរៀងអីគេនេះក្តៅកហើយរៀងឆ្អែតទៀតចឹងហើយគឺថាមានបាន100គ្រាប់អីទេចេះតែថាបានតែមាត់ហ្នឹងណាហើយអានេះគឺថានៅផ្លែខៀវអីខ្លះចឹងណាបងប្អូនចាបន្តគ្នារហូតខ្ទង់ដាច់ខែ6អីហ្នឹងប្រហែលជាវាឡើងមានផ្លែថ្មីទៀតហើយថាដែលបងប្អូនគាត់ចង់បានត្រៀនចង់បានអីវិញគឺថាខែ6ចូលដល់ខែ7ក្បាលខែ7អីប្រហែលក៏នៅផ្លែត្រៀនដែរព្រោះអីពេលទៅនឹងឃើញដើមត្រៀនគាត់នៅផ្លែវាខ្ចីច្រើនអីចឹងណាចាតែសម្រាប់សាម៉ៅគឺអស់ហើយគឺថាខ្ញុំទៅនេះចេះតែទៅព្រាវដែរដំបងជីមកទៅវល់ពេញនឹងបងប្អូនរកផ្លូវរកចកាគេឃើញជីចោះជីឡើងសួរទេសួរផងអីផងហើយតម្រាំតែបានមកចូលចកានេះស្មាទៅខកជើងហើយតែអត់អីដែរបានចូលតែគ្រាន់ថាផ្លែល្អហើយណាកុំអោយអត់បានហូបបានចូលចកាគេអញ្ចឹងក៏គ្រាន់ជាងអត់ដែរចានិយាយទៅឆ្ងើយជាងគេគឺថាឆ្ងើយចេកហ្នឹងហ្មងលឹងខៀវល្អដុះពេញហ្នឹងហ្មងដំបូងចកានឹងដាំចេកដល់ពេលគេដាក់សាវម៉ាវដាក់អីចឹងទៅដាក់ត្រេនដាក់អីគេកាប់ចេកនឹងចោលដល់ពេលកាប់ហើយវានៅគល់វាដុះមកពេញហ្នឹងហើយអានេះគឺថាសិតតាខ្ចីទេតែក៏បើសិនជាយើងបេះញ៉ាំក៏ញ៉ាំបានដែរផ្អែមដូចគ្នាបងប្អូនលក្ខណៈចកានៅចិត្តផ្ទះដែរណាពីមុនអត់នឹកឃើញថាផ្ទះខ្លួនឯងមានគេដាំដំណាំមានចកាមានអីផ្លែឈើអញ្ចឹងទេទើបតាឥឡូវមើល Facebook មើលអីទៅចេះតែអូឃើញអីចឹងណាចាក៏មុនអើយឆ្ងាយតែខេតគេណាខេតគេសាប៊ូខេតខ្លួនឯងសាប៊ូគេគឺសាប៊ូស្វាយហ្នឹងហ្មងចាកំពុងស្ពឺសុកអរ៉ាល់អីនេះចកាស្វាយទៅណាក៏មានដែរចាច្រើនដែរចឹងហើយគឺថាអូផ្លែស្វាយរដូវស្វាយមិនសូវឆ្ងាយប៉ុន្មានទេចាដោយសារតែស្វាយដាំបានផ្ទះខ្លួនឯងអីអញ្ចឹងហូបគ្រប់គ្រាន់អញ្ចឹងអត់សូវឆ្ងាយប៉ុន្មានទេតែបើថាមានសាវម៉ាវមានផ្លែឈើអីផ្លែចេះគឺថាឆ្ងាយយកតែម្ដងឬនៅណាអត់ថានេះក៏ទៅដែរបងប្អូនចាចឹងហើយឥឡូវមានចិត្តទេហើយឆ្នាំក្រោយចាំមកម្ដងទៀតយកអាផ្លែហៀហូហ្មងណាចាឥឡូវយើងមកនេះគឺថាមកបែបព្រាវចឹងហើយមកដល់លទ្ធផលក៏ព្រាវដូចនឹងដែរចឹងហើយចាហើយនេះគឺថារៀបចំទៅផ្ទះវិញហើយតែឃើញចិត្តត្រៀនអ្នកដែលគេចូលចិត្តគេហូបនេះគឺថានាំគ្នាទៅអបទៅចិត្តណាថតរូបថតអីពេញនឹងចាខ្ញុំថតនេះគឺថាថតស៊ូមឡើងមកអស់កាមេរ៉ាហ្មងចាបងប្អូនស៊ូម7ហ្មងអញ្ចឹងទៅអត់ហ៊ានទៅចិត្តទេខ្លាច
ពួកអីខ្លាចវាមានក្លិនមានអីចឹងប៉ុន្តែពេលដើរហ្នឹងគឺវាអត់មានក្លិនទេព្រោះអត់មានទុំនៅលើដើមអញ្ចឹងណាចាហើយគឺថាខ្ញុំនៅតែក្រោមដើមសាវម៉ាវនឹងឯងទេនៅអង្គុយនឹងហូបនឹងបដ ாய் ទៅចាផ្លែខៀវៗល្អណាស់ផ្លែមើលទៅឡើងស្ញាញតែម្ដងចាជាកិច្ចបន្ទាប់នេះគឺថាបងមិញក្មួយខ្ញុំនេះចូលចិត្តរៀនគឺថតរូបជាអនុស្សាវរីយ៍ពេញនឹងខ្ញុំនៅហូតណាហូតណីចាហើយវីដេអូហ្នឹងក៏បញ្ចប់តែត្រឹមនឹងដែរបងប្អូនអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះផងដែរជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ